ជំរាបសួរពុកម៉ែបងប្អូនដែលតាមដានទស្សនារាល់វីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហោះចេញទៅនិយាយអំពីបាទឱសថបុរាណខ្មែរដែលខ្ញុំបានចាស់ចាំជាមួយនឹងគ្រូរបស់ខ្ញុំហើយយកមកផ្សព្វផ្សាយជូនពុកម៉ែបងប្អូនទស្សនាបាទទាំងដើមឈើទាំងសំបកដើមឈើទាំងឫសឈើក៏ដូចជាគ្រាប់នៃផ្លែឈើពុកម៉ែបងប្អូនណាគ្រាប់នៃផ្លែឈើគឺជាឱសថដែរណាហ្នឹងហើយដូចខ្ញុំបង្ហាញនេះស្រាប់បាទរុក្ខជាតិនេះណាពុកម៉ែបងប្អូនណាគឺរុក្ខជាតិគ្រាប់បាទគ្រាប់ដើមគ្រាប់ផ្លែបេងច្រឡំគ្រាប់ដើមបេងគ្រាប់ផ្លែបេងពុកម៉ែបងប្អូនណាគ្រាប់ផ្លែបេងមានអ្នកណាស្គាល់នៅពុកម៉ែបងប្អូនណាហ្នឹងហើយគ្រាប់ផ្លែបេងស្តៀងនឹងគ្រាប់កកោសដែរពុកម៉ែបងប្អូនណាតែវាធំជាងកកោសពុកម៉ែបងប្អូនណាធំជាងកកោសរូបរាងអីដូចកកោសបាត់បើសិនតែពុកម៉ែបងប្អូនមិនធ្លាប់ស្គាល់គ្រាប់បេងទេគឺពុកម៉ែបងប្អូនស្មានថាគ្រាប់កកោសហើយណាពុកម៉ែបងប្អូនណាហ្នឹងហើយគ្រាប់បេងនេះគឺយកទៅព្យាបាលយើងដោះវាជាមួយនឹងថ្មដោះទៅដោះវាឲ្យម៉ត់ដោះជាមួយនឹងឲ្យវាខាប់ទៅពុកម៉ែបងប្អូនយកមកលាបឬបោសមួយទៀតពុកម៉ែបងប្អូនស្ងោវាបៀមដើម្បីបំបត្តិអាការៈឈឺចិញ្ចើមធ្មេញឬក៏ឈឺធ្មេញពុកម៉ែបងប្អូនណាហ្នឹងហើយអ្វីដែលជាពិសេសទៀតនោះគឺពុកម៉ែបងប្អូនអាចយកគ្រាប់បេងនេះទៅលីងក៏បានទៅដុតក៏បានពុកម៉ែបងប្អូនស្ងោដាំទឹកហូបដើម្បីជំនួយកម្លាំងកំហែងរបស់ពុកម៉ែបងប្អូនជាពិសេសនេះគឺជំនួយในការហូបបាយបានពុកម៉ែបងប្អូនណាហូបបាយបានឬក៏ចាស់ពីដើមគាត់ធ្លាប់ស្គាល់ហើយគាត់ធ្លាប់ធ្វើតែបាទតែគ្រាប់បេងពុកម៉ែបងប្អូនណាតែគ្រាប់បេងនេះបើសិនតែអ្នកណាដែលមិនធ្លាប់ស្គាល់ឬក៏មិនធ្លាប់ញ៉ាំទេគឺពុកម៉ែបងប្អូនប្រហែលជាមិនដឹងរសជាតិទេបាទរសជាតិវាឆ្ងាញ់មែនតើបាទនិយាយទៅកកោសល្មិចគឺបេងស្តៀងនឹងអញ្ចឹងពុកម៉ែបងប្អូនណាហ្នឹងហើយស្តៀងអញ្ចឹងប៉ុន្តែទាំងដើមបេងទាំងសំបកបេងទាំងឫសបេងទាំងផ្លែបេងគឺស្ទើរមានប្រយោជន៍សម្រាប់សុខភាពរបស់យើងទាំងអស់គ្នាណាហើយនឹងខ្លឹមពុកម៉ែបងប្អូនណាហើយប្រភេទឈើបេងនេះគឺជាឈើដែលមានតម្លៃណាឈើដែលមានតម្លៃពុកម៉ែបងប្អូនអាចយកទៅធ្វើផ្ទះធ្វើតុធ្វើទូធ្វើទ្វារធ្វើអីក៏បានដែរណាហ្នឹងហើយក្នើពីយកមកធ្វើជាឱសថណាហ្នឹងហើយបើសិនតើបងប្អូនណាចង់បានឱសថយកទៅព្យាបាលឬក៏ចង់លក់បន្តពីខ្ញុំទៅគឺពុកម៉ែបងប្អូនមានទាំងជំងឺតម្រងនោមដែលខ្ញុំមានជាឱសថព្យាបាលក៏ដូចជាជំងឺរលាកកាពះពោះវៀនខ្ញុំមានឱសថព្យាបាលដែរថ្នាំបាទគីសខ្ញុំមានដែរហើយថ្នាំបាទតកតងជាមួយនឹងបន្សាបអំពើអំពន់ក៏ខ្ញុំមានដែរពុកម៉ែបងប្អូនណាហ្នឹងហើយមានច្រើនប្រភេទតាមពុកម៉ែបងប្អូនដែលចង់បានឬក៏ចង់យកទៅព្យាបាលផ្នែកអាការៈណាមួយបាទជាពិសេសសរសៃឬក៏ទឹកនោមផ្អែមឬក៏លើសឈាមអីចឹងទៅពុកម៉ែបងប្អូនណាគឺខ្ញុំមានជាវពុកម៉ែបងប្អូនណាអរគុណជម្រាបលា